ចាជំរាបសួរថ្ងៃនេះខ្ញុំធ្វើវីដេអូជាលើកទី2ដើម្បីចែកចាយអំពីបទពិសោធន៍នៅក្នុងគ្រួសាររបស់ខ្លួនឯងហើយតាមរយៈការចែកចាយថ្ងៃនេះខ្ញុំអត់មានអីក្រៅពីនិយាយអំពីព្រះអង្គដែលទ្រង់ជាព្រះបានជួយក្រុមគ្រួសារខ្ញុំហើយក៏បន្តដឹកនាំនៅក្នុងជីវិតទោះបីជាក្នុងស្ថានភាពយ៉ាងណាក៏ដោយនៅក្នុងរូបភាពទាំងអស់នេះគឺជារូបភាពដែលស្វាមីរបស់ខ្ញុំបានទទួលការវះកាត់នៅមន្ទីរពេទ្យមួយហើយកំឡុងពេលដែលវះកាត់នោះគឺមានតែខ្ញុំហើយនឹងស្វាមីខ្ញុំយើងអត់មានអ្នកផ្សេងបងប្អូនដែលគាត់មកជួយថែអញ្ចឹងណាហើយនៅថ្ងៃយប់បន្ទាប់ដោយសារយើងគេងនៅមន្ទីរពេទ្យ3ថ្ងៃហើយដោយសារខ្ញុំមានកូន2នាក់ហើយយើងអត់អាចទុកកូននៅផ្ទះចោលពេលយប់អញ្ចឹងទៅក៏សម្រេចចិត្តថាដូរបន្ទប់ទៅបន្ទប់ VIP ហើយយកកូនទាំងពីរមកគេងនៅជាមួយការពិតពេលដែលគិតអំពីស្ថានភាពដែលបានកើតឡើងវាជារឿងមួយពេលខ្លះក៏មានអារម្មណ៍ថាដូចកំសត់ខ្លួនឯងដែរបងប្អូនទេសាយើងមានតែគ្រួសារយើង2នាក់តទល់ណាហើយអត់មានបងប្អូនដែលគាត់តាមពិតខ្ញុំអត់បានសូមជំនួយពីអ្នកផ្ទះដែរហើយមូលហេតុដែលខ្ញុំអត់សូមហ្នឹងដោយសារខ្ញុំអត់ចង់ដាក់ជាបន្ទុកសម្រាប់ពួកគាត់ហើយទី2ដោយសារតែម្ដាយរបស់ខ្ញុំហើយម្ដាយរបស់ខ្ញុំក៏គាត់ឈឺនៅស្រុកហើយបងប្អូនទាំងអស់ហ្នឹងក៏គេមានគ្រួសាររៀងៗខ្លួនហើយក៏មានការងារដែលត្រូវការបំពេញជារៀងរាល់ថ្ងៃដែរតែអ្វីដែលខ្ញុំចង់ចែកចាយដល់បងប្អូនរួមសេចក្តីជំនឿគឺថាខ្ញុំអត់បានគិតថាខ្ញុំក៏អត់បានបន្ទោសថាមិនបានគេអត់ជួយមិនបានគេអត់មកនៅក្នុងព្រះអង្គខ្ញុំគិតថាជាការពិតពេលខ្លះជាពិសេសនៅពេលដែលយើងមានការឈឺយើងមានជំងឺគឺយើងត្រូវការអ្នកថែរក្សាអ្នកថែទាំផ្ទាល់យើងក៏ត្រូវការដែរប៉ុន្តែអ្វីដែលខ្ញុំចង់លើកឡើងចង់បញ្ជាក់ថាព្រះអង្គនៅតែជួយហើយព្រះអង្គនៅតែមានកម្លាំងគ្រប់គ្រាន់ក្នុងការដែលផ្ដល់ឲ្យយើងបន្តដំណើរទៅមុខទៀតទោះបីជារឿងនោះមើលទៅដូចជាលើសពីកម្លាំងរបស់យើងខ្ញុំអត់ដែលគិតថាខ្ញុំអាចនឹងឆ្លងកាត់ពេលវេលានោះទៅដោយរបៀបណានោះទេបងប្អូនដោយសារសម្រាប់ខ្ញុំផ្ទាល់ក៏ខ្ញុំមានជំងឺប្រចាំកាយខ្លួនឯងហើយក៏ខ្ញុំជាមនុស្សដែលអត់សូវមានកម្លាំងគ្រប់គ្រាន់ដែរប៉ុន្តែខ្ញុំអាចថែទាំគាត់ក្នុងរយៈពេល3ថ្ងៃចាប់តាំងពីវះកាត់រហូតដល់ថ្ងៃទី3រូបភាពដែលកូនខ្ញុំថតនៅលើ screen ដែលពេលហ្នឹងខ្ញុំព្យាយាមជួយឲ្យគាត់ក្រោកឈរឡើងដើម្បីចាប់ផ្ដើមដើរប៉ុន្តែពេលហ្នឹងពិបាកខ្លាំងមែនទែនគាត់ចំណាយពេល1ម៉ោងទៅ2ម៉ោងគ្រាន់តែងើបអង្គុយដោយខ្លួនឯងនៅលើគ្រែពេទ្យហើយចាប់ដើមឈានជំហានតិចម្ដងហ្នឹងគឺពិបាកខ្លាំងមែនទែនពេលដែលខ្ញុំឃើញស្ថានភាពរបស់ស្វាមីគឺអាណិតគាត់ហើយដោយសារស្វាមីខ្ញុំគាត់គឺជាជនបរទេសគាត់អត់មានក្រុមគ្រួសារនៅក្នុងប្រទេសកម្ពុជាទេអញ្ចឹងខ្ញុំអត់ជាសូវយល់អារម្មណ៍របស់គាត់ច្បាស់ប៉ុន្តែខ្ញុំពិតជាដឹងច្រើនថាគាត់ត្រូវការភាពកក់ក្ដៅត្រូវការយកចិត្តទុកដាក់ត្រូវការអារម្មណ៍ដែលលើកទឹកចិត្តតែអរគុណព្រះអង្គដែរនៅក្នុងពេលដែលគាត់នៅពេលហ្នឹងក៏មានបងប្រុសនៅក្នុងក្រុមជំនុំគាត់បានទៅសួរសុខទុក្ខណាហើយខ្ញុំហើយនឹងខ្ញុំផ្ទាល់ដែលលើកទឹកចិត្តគាត់ហើយផ្ដល់ជំនួយសម្រាប់គាត់ទាំងផ្លូវចិត្តរបស់គាត់ដែរលើពីនេះខ្ញុំគ្រាន់តែអធិដ្ឋានបន្ថែមទៀតសម្រាប់គាត់ឲ្យឆ្លងកាត់ស្ថានភាពដ៏លំបាកនេះហើយខ្ញុំក៏អរគុណដល់បងប្អូនក្រុមជំនុំដែលបានអធិដ្ឋានសម្រាប់ខ្ញុំព្រមទាំងស្វាមីកំឡុងពេលដែលពួកខ្ញុំនៅក្នុងមន្ទីរពេទ្យផងដែរធម្មតាមនុស្សយើងគឺតែងតែមានភាពកំសោយតែខ្ញុំនៅតែទុកចិត្តព្រះអង្គថាបងប្អូនទោះបីជា
ការផ្ដល់ឲ្យរបស់មនុស្សអាចជាខ្វះខាតខ្វះចន្លោះដល់យើងប៉ុន្តែសេចក្តីស្រឡាញ់របស់ព្រះអង្គនឹងអាចបំពេញនៅគ្រប់ទាំងតម្រូវការនៅក្នុងជីវិតរបស់យើងបានទាំងដោយភាពកក់ក្ដៅការយកចិត្តទុកដាក់នៅពេលដែលនឹកចាំពីព្រះអង្គហើយបន្តអធិដ្ឋានជាមួយគ្នាកូនរបស់ខ្ញុំគាត់បានមកដល់មន្ទីរពេទ្យហើយគាត់សប្បាយរីករាយដែរដោយសារធម្មតាយើងការពិតទៅយើងអត់ចង់ឲ្យកូនមកពេទ្យទេប៉ុន្តែវាអត់មានជម្រើសណាអញ្ចឹងត្រូវទៅមកប៉ុន្តែសម្រាប់ពួកគេទាំងពីរនាក់គេសប្បាយដោយសារបានមកជុំគ្នាហើយបានគេងនៅខាងក្រៅផ្ទះអញ្ចឹងទៅអ្វីដែលជារឿងដែលយើងគិតថាយើងអត់អាចបំពេញតម្រូវការថែទាំពួកគាត់នៅផ្ទះប៉ុន្តែត្រឡប់ទៅជាភាពរីករាយមួយចំណែកដែរសម្រាប់ពួកគេដែលមានឱកាសចេញមកខាងក្រៅហើយស្នាក់នៅជាមួយនឹងម៉ាក់ប៉ាដែលកំពុងថែទាំប៉ានៅមន្ទីរពេទ្យអញ្ចឹងត្រឡប់មកវិញតាមរយៈបទពិសោធន៍របស់ខ្ញុំនៅពេលដែលខ្ញុំមានគ្រួសារខ្ញុំមានបញ្ហាទី1គឺខ្ញុំគិតថាបញ្ហាទាំងអស់គឺព្រះអង្គនៅតែជាជំហរយ៉ាងរឹងមាំនៅក្នុងតាមរយៈសេចក្តីអធិដ្ឋានរបស់ខ្ញុំហើយទី2ខ្ញុំអត់មានចិត្តបន្ទោសដល់នរណាម្នាក់ដែលអត់បានផ្ដល់ជំនួយសម្រាប់ខ្ញុំទេប៉ុន្តែខ្ញុំគិតថាខ្ញុំមានទំនួលខុសត្រូវគ្រួសារខ្ញុំក៏មានទំនួលខុសត្រូវនៅក្នុងការដោះស្រាយរាល់បញ្ហាដែលកើតមាននៅក្នុងគ្រួសារហើយយើងព្យាយាមធ្វើវាដើម្បីកុំឲ្យរំខាននៅក្នុងកិច្ចការផ្សេងហើយប៉ះពាល់ដល់បងប្អូនដទៃទៀតដែរហើយមួយទៀតអ្វីដែលខ្ញុំបន្តអធិដ្ឋានខ្ញុំសង្ឃឹមថាការដែលខ្ញុំព្យាយាមខំដោះស្រាយហើយឆ្លងកាត់ពេលវេលាដែលលំបាកផ្សេងនៅក្នុងជីវិតស្របពេលជាមួយគ្នាដែរការចែកចាយអំពីដំណឹងល្អការធ្វើពន្ធកិច្ចរបស់ព្រះអង្គនៅកន្លែងផ្សេងទៀតក៏កំពុងតែបន្តមានតាមរយៈមនុស្សស្មោះត្រង់របស់ព្រះអង្គដែរខ្ញុំមានតែអរគុណព្រះអង្គហើយខ្ញុំមានតែចង់បានទទួលការលើកទឹកចិត្តពីព្រះបន្ទូលរបស់ទ្រង់ដោយសារដោយបងប្អូនបានដឹងសម្រាប់បទពិសោធន៍របស់ខ្ញុំគឺយើងអត់មានគ្នាយើងពិបាកនឹងរកជំនួយណាពេលដែលយើងមានតម្រូវការប៉ុន្តែព្រះអង្គនៅតែអាចជួយឲ្យយើងបានឆ្លងកាត់គ្រប់ទាំងពេលវេលាដែលឈឺពេលវេលាដែលសម្រាប់នៅពេទ្យយើងនៅតែអាចមានកម្លាំងហើយបន្តដំណើរទៅមុខទៀតជាមួយនឹងចិត្តអរព្រគុណដល់ព្រះអង្គហើយជាមួយនឹងសេចក្តីអត់ធ្មត់ដែលយើងបានស្គាល់អំពីសេចក្តីស្រឡាញ់របស់ទ្រង់សម្រាប់គ្រួសារខ្ញុំក៏ដូចជាសម្រាប់មនុស្សទាំងអស់គ្នាដែរអរគុណច្រើនបងប្អូនខ្ញុំមានតែប៉ុណ្ណេះសរុបមកវិញដូចជាព្រះបន្ទូលដែលខ្ញុំបានសរសេរនៅពីខាងដើមខាងមុខអញ្ចឹងគឺអំពីព្រះអង្គនឹងតែងតែគង់នៅជាមួយនឹងយើងរាល់គ្នាហើយព្រះអង្គគឺជាកម្លាំងហើយព្រះអង្គនឹងជួយយើងឲ្យរួចពីសេចក្តីអាក្រក់ផ្សេងហើយព្រះអង្គនឹងដើរជាមួយយើង